បន្ទាប់ពីយើងត្រាំចំបើងបានមួយយប់មួយថ្ងៃហើយចាអញ្ចឹងដល់ថ្ងៃដែលយើងត្រូវរោយមេផ្សិតអញ្ចឹងយើងហើយកញ្ចប់មេផ្សិតមកបំបែកវាឲ្យរាយដើម្បីយើងរោយនៅលើចំបើងរបស់យើងចាចំបើងរបស់យើងត្រាំមួយយប់មួយថ្ងៃត្រាំជាមួយនឹងទឹកធម្មតាចាត្រាំធ្វើម៉េចឲ្យតែលិចចំបើងចាដើម្បីឲ្យចំបើងយើងវាមានសំណើមនិងទន់ល្អចាអញ្ចឹងយើងបំបែកឬក៏យើងពង្រាយមេផ្សិតរួចចាយើងចែកជា4ចំណែកចាចំណែកទី1ចំណែកទី2ចំណែកទី3គឺយើងចែកបរិមាណស្មើគ្នាដល់ពេលចំណែកទី4គឺយើងចែកវាឲ្យច្រើនជាងគេចាព្រោះចំណែកទី4សម្រាប់រោយនៅលើគេបង្អស់ចាអញ្ចឹងការរោយមេដោយបងប្អូនបានឃើញមិញនឹងឯងស្ទាប់ទី1ស្ទាប់ទី2ស្ទាប់ទី3គឺយើងរោយតែផ្នែកចំហៀងចារោយជុំវិញចាទាំង3ស្ទាប់ហ្នឹងគឺរោយជំវិញអញ្ចឹងណាដល់ពេលស្ទាប់លើគឺយើងរោយពេញផ្ទៃចំបើងបន្ទាប់ពីរោយហើយចាគឺយើងរៀបចំគ្របវាដោយប្រើតង់ចាអញ្ចឹងការគ្របតង់គឺគ្របឲ្យជិតឈឹងចាគ្របជិតឈឹងគ្របចំនួន3យប់3ថ្ងៃដល់វាយើងស្រោចទឹកផ្ដាច់សរសៃអញ្ចឹងដែលយើងគ្របវា3យប់3ថ្ងៃយើងបើកមកយើងបើកទុកចោល20នាទីឲ្យវាអស់ជាតិហប់ចាំយើងស្រោចចាអញ្ចឹងការស្រោចប្រើតយោស្រោចក៏បានប្រើបយស្រោចក៏បានដែរអត់អីទេឲ្យតែយើងប្រើបរិមាណទឹកច្រើនហើយកម្លាំងទឹកឲ្យវាខ្លាំងវាដាច់អត្តស័យពីងពាំងហ្នឹងណាបងប្អូនចាអញ្ចឹងបន្ទាប់ពីស្រោចហើយយើងទុកចោល20នាទីសឹមគ្របតង់វិញចាគ្របវានេះមិនបាច់ហប់ចិត្តឈឹងទេគឺយើងឲ្យមានខ្យល់ចេញខ្យល់ចូលតិចចាបានផ្សិតរបស់យើងវាចាប់គ្របជាកូនមកចាអញ្ចឹងអាជើងក្រោមយើងប្រហើបបន្តិចអាខាងលើយើងចំហវាបន្តិចទៅអូខេហើយចាគឺយើងទុកចោលឈប់ស្រោចទឹកឯណាចាអត់មានត្រូវស្រោចទឹកទៀតទេអញ្ចឹងពីថ្ងៃផ្ដាច់សរសៃនេះទៅគឺយើងទំនេរហើយអត់បាច់ហត់រវល់ធ្វើអីទៀតទេរងចាំតែផ្សិតយើងវាដុះចេញមកចាអញ្ចឹងទុកចោលចេះតែ3ថ្ងៃអីយើងចាប់ផ្ដើមឃើញមានកូនផ្សិតមកឯណាចានេះចាដុះមកខ្លះហើយប៉ាន់ក្របឈូកខ្លះធំជាងខ្លះអញ្ចឹងណាចាដុះមកបដើហើយក៏មានអាល្អិតទូស្ញេះមកច្រើនទៀតដែរចាអញ្ចឹងយើងសង្កេតមើលនៅពេលដែលវាคล้ายជាកូនផ្សិតហើយគឺវាធំលឿនចាអញ្ចឹងមួយថ្ងៃយើងអើតមើលវាម្ដងទៅចាមើលក្រែងវាមានអាណាធំយើងត្រូវដកញ៉ាំបើកតង់ឲ្យដកញ៉ាំបានបងប្អូនចាដកញ៉ាំអាណាធំដកមុនអាតូចទុកដកស្អែកខាន់ស្អែកអញ្ចឹងណាដកបដាក់គ្នាចាយើងអាចដកបានរឿយចា3 4ថ្ងៃចាវគ្គខ្លះវាដុះសម្រុកទៅ3ថ្ងៃអស់ទៅចាវគ្គខ្លះវាដុះបដាក់គ្នាវាបានរហូតទៅដល់មួយអាទិត្យអត់ដែលលើសមួយអាទិត្យទេចាអញ្ចឹងនៅពេលដែលយើងដកញ៉ាំអស់គឺយើង